ពេលនេះចាក់ឆ្ងាយហើយខ្ញុំឃ្លាតហើយស្រុកកំណើតជាសម្បត្តិនៃជីវិតរូបខ្ញុំមិនដឹងដល់ពេលណាខ្ញុំមានសំណាងជួបអ្នកទៀតទេខ្ញុំឃ្លាតកាយក៏ពិតមែនតែខ្ញុំនៅចងចាំជាប់ក្នុងបេះដូងរបស់ខ្ញុំរីយំពេលល្ងាចនៅក្នុងវត្តទុំស្គរជាសញ្ញាថាថ្ងៃល្ងាចម៉ោង 5 ហើយដើម្បីឲ្យប្រជាកសិករឈប់សម្រាកពីការងារទាំងនេះហើយដែលធ្វើឲ្យខ្ញុំចងចាំមិនភ្លេចនៅរាល់អនុស្សាវរីយ៍អនុស្សាវរីយ៍បឹងទន្លេសាបទឹកត្រឹមលេចព្រៀបត្រីរៀបមករកអុកគៀលក្រសាស្វែងរកបងកងណាស់សងហោះហើរកាត់រកត្រនំប្រាសាទសីលាចាស់ចាទុំមកក៏ធ្លាប់ជាកោះដែលធ្លាប់មានជ័យហ៊ាននឹងជាក្លាំងបងពេញគុណរីឃ្លាតតាយព្រោះកម្មតែនៅចាំចោរីយំរំដំលើភ្នំកងរៃភ្លៀងធ្លាងថ្មីថ្មីសាងស្រ័យចំការវត្តទូលស្គរនឹងចូលលោសាលោកអើយលោកតាសំសិលវើវើគេកាលក៏ធ្លាប់ចម្រោភូមិឋានសំដានក៏ឃ្លាតចង្អៀតអាធ្លាប់ទឹកនរំព្រោះអ្វីឲ្យខ្ញុំប្រសាទកាត់ថ្នាគេកាលកោកធ្លាប់ចម្រោភូមិឋានសម្បាងក៏ឃ្លាតចង្អៀតអារម្មណ៍ស្នេហ៍អើយសែនស្នេហ៍ធ្លាប់ទុកមនោរម្យព្រោះអ្វីឲ្យខ្ញុំរសាទកាត់ថ្នាកាលនោះស្នេហាមានភាពល្អបរិសុទ្ធបើខ្ញុំរំលឹករឿងនោះគឺមិនចេះចប់មិនចេះហើយទេគួរឲ្យស្ដាយខុសពីពេលឥឡូវគ្រានោះ
ខ្ញុំក្រក៏ពិតមែនតែមានស្នេហ៍ស្មោះការនោះពិបាកផ្លូវកាយមែនហើយជីវភាពក៏មិនគ្រប់គ្រាន់តែចិត្តខំតស៊ូ